ម្ដាយម្នាក់នេះបានលក់គ្រែរបស់កូនប្រុសគាត់ដែលបានស្លាប់ហើយអ្នកទិញក៏បានយកគ្រែនេះមកឲ្យគាត់វិញនៅពេលមួយសប្តាហ៍ក្រោយមកស្ត្រីម្នាក់មានឈ្មោះ Valerie Watt នៅពេលកូនប្រុសរបស់នាងនៅក្នុងពោះនាងមិនអាចផ្ដល់កំណើតឲ្យកូនរបស់នាងបានទេហើយនៅពេលនោះកូនប្រុសរបស់នាងក៏បានស្លាប់ហើយនាងមិនដឹងទេថាត្រូវធ្វើអ្វីជាមួយសម្ភារៈរបស់គេបន្ទាប់ពីគេបានស្លាប់ទៅដូច្នេះនាងក៏បានសម្រេចចិត្តលក់អ្វីៗទាំងអស់ដែលលក់នៅក្នុងតម្លៃមួយទឹកប្រហែលជាមួយឆ្នាំក្រោយមកគ្រែសម្រាប់កូនក្មេងដែលជារបស់កូនប្រុសរបស់គាត់ត្រូវបានទិញដោយបុរសម្នាក់ឈ្មោះថា Gerald គាត់បានសម្រេចចិត្តនឹងគិតថាគាត់នឹងធ្វើអ្វីមួយដែលពិសេសខណៈពេលដែលគាត់កំពុងបើកបរត្រឡប់ទៅផ្ទះវិញជាមួយនឹងគ្រែដែលគាត់បានទិញពី Valerie Watt ដែលជាគ្រែកូនប្រុសរបស់នាងដែលបានស្លាប់ទៅនោះ Gerald គាត់បានយកគ្រែនោះទៅកែច្នៃទៅជាកៅអីហើយបានប្រគល់វាទៅឲ្យនាងវិញអញ្ចឹង Valerie Watt គាត់ក៏អាចប្រើកៅអីនោះដើម្បីអង្គុយលេងក្នុងផ្ទះបានហើយក៏អាចធ្វើឲ្យនាងរក្សាទុកអនុស្សាវរីយ៍របស់កូនប្រុសនាងនៅក្នុងបន្ទប់របស់នាងបានផងដែរដំបូងអ្នកទាំងអស់គ្នាក៏គិតថាជារឿងរន្ធត់ឬក៏មានខ្មោចលងអីគេត្រូវតាមពិតរឿងគេឡើង happy ហើយអ្នកទាំងអស់គ្នាបន្ទាប់ពីបានស្ដាប់សាច់រឿងនឹងហើយមានចំណារអារម្មណ៍មិនដែរអាចចូល comment ក្នុងវីដេអូនឹងបាន